សូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំលើកយកពាក្យកតិកាសញ្ញាមកបង្ហាញថាតើពាក្យនេះមានអត្ថន័យដូចម្ដេចអ្វីទៅជាកតិកាសញ្ញាបាទវាខុសពីកិច្ចព្រមព្រៀងសន្ធិសញ្ញាឬក៏អនុសញ្ញាឬយ៉ាងម៉េចបើផ្អែកតាមវចនានុក្រមខ្មែរបាទពាក្យកតិកាសញ្ញាហ្នឹងមានន័យថាសញ្ញាគឺជាការសន្មត់គ្នាការមុតគ្នាទុកជាគ្រឿងសម្គាល់បាទនេះជាអត្ថន័យរបស់ពាក្យកតិកាសញ្ញាការសន្មត់ទុកជាគ្រឿងសម្គាល់អីមួយបាទមួយទៀតកតិកាសញ្ញានេះគឺមានពាក្យមកពីពាក្យកតិកាបូកសញ្ញាហ្នឹងណាហើយកតិកាហ្នឹងបានន័យថាសេចក្តីបដិញ្ញាការសន្មត់គ្នាខសន្យាបាទការកត់សម្គាល់ដល់ជាសេចក្តីបដិញ្ញាបាទអញ្ចឹងកតិកាសញ្ញាបានន័យថាការបដិញ្ញាគ្នានៅក្នុងការធ្វើរឿងអីមួយបាទមួយទៀតកតិកាសញ្ញានេះគឺជាកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងរវាងភាគីពីរឬច្រើនរវាងរដ្ឋនិងរដ្ឋទាំងផ្លូវការនិងទាំងមិនផ្លូវការដើម្បីធ្វើអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍ជាងគ្នានឹងគ្នាកតិកាសញ្ញាគឺជាកម្រងអត្ថបទច្បាប់បាទមានលក្ខណៈជាកិច្ចព្រមព្រៀងឬក៏ជាកិច្ចសន្យាដែលពាក់ព័ន្ធទៅនឹងបញ្ហាច្រើននិងគ្មានការកំណត់ទេអញ្ចឹងកតិកាសញ្ញានេះគឺជាកិច្ចព្រមព្រៀងមួយដែរជាកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងភាគីពីរឬច្រើនជារវាងរដ្ឋនិងរដ្ឋហើយមានទាំងផ្លូវការនិងផ្លូវការបញ្ញារួមគ្នាធ្វើរឿងអីមួយចឹងទៅបាទដើម្បីជួយបម្រើផលប្រយោជន៍គ្នាទៅវិញទៅមកបើនិយាយពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ចបាទសង្គមកិច្ចវប្បធម៌គឺជាកម្រងអត្ថបទច្បាប់បាទដែលមានលក្ខណៈជាកិច្ចព្រមព្រៀងឬកិច្ចសន្យាដែលត្រូវបានរដ្ឋនេះភាគីនីមួយៗទទួលយកដើម្បីអនុវត្តនៅក្នុងរង្វង់អធិបតេយ្យភាពរបស់ខ្លួននិងធានាឲ្យប្រជាជនទទួលបាននូវសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ក្នុងវិសាលភាពមួយដ៏ពេញលេញតាមដែលអាចធ្វើទៅបានដោយមានការទទួលស្គាល់សេចក្តីថ្លៃថ្នូរសិទ្ធិស្មើគ្នាតាំងពីកំណើតដែលมันអាចលក់ដូរផ្ទេរឬក៏ដកហូតបានបាទអញ្ចឹងតកតងទៅនឹងកតិកាសញ្ញាអន្តរជាតិបាទស្ដីពីសិទ្ធិមនុស្សបាទពាក់ព័ន្ធទៅនឹងសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌ហ្នឹងវិជាកម្រងអត្ថបទច្បាប់ដែលរដ្ឋភាគីនីមួយៗដែលបានព្រមព្រៀងគ្នាអនុវត្តនៅក្នុងប្រទេសរបស់ខ្លួនដើម្បីឲ្យប្រជាពលរដ្ឋខ្លួននោះទទួលបាននៅសិទ្ធិពេញលេញបាទនេះគឺជាឧទាហរណ៍បាទនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ឆ្នាំ1939 1945ប្រទេសអាល្លឺម៉ង់អ៊ីតាលីនិងជប៉ុនបានចងសម្ព័ន្ធមិត្តនឹងគ្នាបាទចុះកតិកាសញ្ញាមួយបាទមានឈ្មោះថាកតិកាសញ្ញារ៉ូមបែកឡាំងតូក្យូបាទបដិញ្ញារួមគ្នារួបរวมកម្លាំងយោធាបាទគ្នាប្រឆាំងទៅនឹងសហរដ្ឋអាមេរិកអង់គ្លេសបារាំងនិងសហភាពសូវៀតបាទនេះកតិកាសញ្ញាបាទគេចុះកិច្ចព្រមព្រៀងបដិញ្ញារួមគ្នាហើយក្រៅពីនឹងវាមានកតិកាសញ្ញាអន្តរជាតិបាទដែលត្រូវបានអនុម័តដោយអង្គការសហជីវជាតិផ្សេងទៀតដែលគេឲ្យរដ្ឋជាសមាជិកនឹងសម្រេចចិត្តដោយខ្លួនឯងថាតើគេនឹងត្រូវចុះហត្ថលេខានិងឲ្យសច្ចាប័នទៅលើកតិកាសញ្ញាទាំងនោះដែរឬទេឧទាហរណ៍ដូចប្រទេសកម្ពុជាយើងនឹងបានឲ្យសច្ចាប័នទៅលើកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិមានដូចជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋបាទនិងសិទ្ធិនយោបាយបាទចុះហត្ថលេខានៅឆ្នាំ1992បាទកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌នៅឆ្នាំ1992ដែរបាទអញ្ចឹងនឹងទាំងអស់ហ្នឹងគឺជាអ្វីដែលប្រទេសឬក៏រដ្ឋដែលជាសមាជិករបស់អង្គការសហជីវជាតិយល់ព្រមណាយល់ព្រមជាផ្លូវការតាមការស្នើសុំឬក៏សមាជិកនៅក្នុងការចូលរួមជាមួយអង្គការសហជីវជាតិដើម្បី
ចូលរួមអនុវត្តទៅលើការគោរពនៅសិទ្ធិមនុស្សនឹងឲ្យបានល្អបាទសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណបាទ